ជំរាបសួរដល់បងប្អូនក៏ដូចជាប្រិយមិត្តអ្នកស្ដាប់ទាំងអស់នៅក្នុង Channel ដំណើរនិទាន2ក៏ដូចជា Channel ដំណើរនិទាន1ជាទីគោរពស្រឡាញ់បាទថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទសាជាថ្មីម្ដងទៀតហើយជាមួយនឹងសាច់រឿងថ្មីក៏ដូចជានៅក្នុងថ្ងៃថ្មីទាំងអស់គ្នាបាទបងប្អូនសុខសប្បាយអត់បងប្អូនបាទថ្ងៃនេះត្រូវជាថ្ងៃអង្គារបាទមេឃភ្លៀងតាំងពីម៉ោង5បាទភ្លៀងបើកថ្ងៃហើយក៏បន្តភ្លៀងរហូតដល់ម៉ោង10ហើយសម្រាប់ថ្ងៃច័ន្ទថ្ងៃអង្គារនេះខ្ញុំក៏មានបញ្ហាច្រើនដែរបងប្អូនបាទជួបរឿងកពុលមុខច្រើនមែនតើរឿងដែលធ្វើយើងដេកអត់លក់រហូតធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរយប់មិញខ្ញុំមានបញ្ហាខ្លះធ្វើឲ្យខ្ញុំគេងអត់លក់ដល់ទៅម៉ោង4ភ្លឺបងប្អូននៅក្នុងយប់ថ្ងៃច័ន្ទចូលដល់ថ្ងៃអង្គារនិយាយទៅយប់មិញហ្នឹងម៉ោង4ភ្លឺបានខ្ញុំបានគេងហើយខ្ញុំងើបទៅធ្វើការម៉ោង6ចុះទៅគេងបានខ្ទង់ហើយជា1ម៉ោងបាទព្រោះខ្ញុំគេអត់លក់ទៀតសាប់សោះបាទអញ្ចឹងទៅវាប៉ះពាល់ខ្លាំងមែនតើតែថ្ងៃនេះនិយាយត្រង់ណាអស់កម្លាំងមែនក៏ប៉ុន្តែនៅឆ្លៀតនិទានរឿងជូនបងប្អូនស្ដាប់សិនអត់តន់គេងទេបាទដាក់មួយរឿងពីររឿងហើយបានគេងបាទចុះនៅក្នុងថ្ងៃនេះខ្ញុំបានក៏មានរឿងខ្លីមួយតែវាជារឿងពិតហើយក៏វារន្ធត់ផងដែរតែក៏មិនរន្ធត់ពេកដល់ថ្នាក់ថាសាហាវយងក្នុងអីពេកដែរមិនល្មមបងប្អូនគ្រាន់តែជាបទពិសោធន៍មួយអាចចែកម្លែកដល់បងប្អូនស្ដាប់ធ្វើជាបទពិសោធន៍ធ្វើជាកតេក្នុងការពិចារណាផ្សេងបងប្អូនមុនយើងសម្រេចចិត្តធ្វើអីមួយបាទហើយរឿងខ្មោចភាគច្រើនប្រិមិត្តគាត់ផ្ញើមកពាក់ព័ន្ធនឹងបន្ទប់ជួលពាក់ព័ន្ធនឹងផ្ទះជួលពាក់ព័ន្ធនឹងធ្វើផ្ទះលើដីខ្មោចលើភ្នូខ្មោចពាក់ព័ន្ធនឹងគ្រូអាគមពាក់ព័ន្ធនឹងការធ្វើអំពើដាក់អំពើច្រើនមែនទែនខ្មោចនៅដើមឈើនេះដើមឈើនោះនិយាយទៅសបោអញ្ចឹងណាបងប្អូនប៉ុន្តែថ្ងៃនេះខ្ញុំអត់និយាយខ្មោចណានៅធ្វើអំពើមិនធ្វើអំពើអីទេរឿងយើងថ្ងៃនេះពាក់ព័ន្ធនឹងរឿងរបស់បងប្រុសម្នាក់ដែលគាត់ចែកម្លែកពីគ្រួសាររបស់គាត់ដែលបានចែកឋានហើយបងអូនគាត់ដែលចែកឋានហ្នឹងក៏ត្រឡប់មកវិញហើយដើរទៅលេងគេលេងឯងចឹងទៅបាទហើយបន្ទាប់មកក៏មានរឿងប្លែកមួយចំនួនទៀតដែលបានកើតឡើងចំពោះគ្រួសាររបស់គាត់បាទហើយសូមបញ្ជាក់ដែរបងប្អូនរឿងនេះគឺពិត 100% អត់បានអីណាបន្ថែមសាច់រឿងបន្ថយសាច់រឿងអីទេគឺប្រិមិត្តឲ្យប៉ុណ្ណាគឺនិយាយប៉ុណ្ណឹងបងប្អូនបាទហើយក៏សូមអធិស្ឋានទុកជាមុនដែរបើសិនជាខ្ញុំនិយាយទៅវាខុសឆ្គងលឺលួសត្រង់កន្លែងណាប្រការណាមួយក៏សូមបងប្អូនអធិស្ឋានឲ្យខ្ញុំផងដោយសារតែពេលខ្លះយើងនិយាយទៅវាអត់ល្អ 100% ទេណាបងប្អូនបាទវាតែងតែមានខុសវាមានឆ្គងវាមានក្អកវាមាននេះមាននោះចឹងទៅក៏សូមបងប្អូនអធិស្ឋានហើយក៏សប្បាយចិត្តផងដែរនៅពេលដែលឃើញបងប្អូនចូលមកខមមិនថាស្ដាប់រឿងបងបដាធ្វើការបដាសំខាន់ស្រឡាញ់សំឡេងបងតែម្ដងសំឡេងពីរោះបាទនិយាយទៅអរគុណខ្លាំងមែនតើខ្ញុំសូមហៅតែបងអូនស្រីលក្ខណៈទៅគាត់ថាសំឡេងខ្ញុំពីរោះអរគុណមែនតើហើយសំឡេងខ្ញុំតែប៉ុណ្្នឹងបងប្អូនហើយខ្ញុំមានអ្នកខ្លះទៅគេចូលចិត្តចឹងទៅអ្នកខ្លះគេមិនចូលចិត្តចឹងទៅណាបងប្អូនសំខាន់យើងមានអាសំឡេងគូផ្សំទឹកដមខ្លះជាមួយនឹងសាច់រឿងខ្លះទៅវាធ្វើឲ្យសាច់រឿងដែលយើងនិយាយទៅវាគួរឲ្យចង់ស្ដាប់អីចឹងទៅបាទហើយក៏សូមអធិស្ឋានផងដែរចំពោះប្រិមិត្តណាដែលគាត់ថាអត់ចង់ថាចង់ខារឿងខាអីចឹងណាបងប្អូនអាចខាបានបងប្អូនខាចុចវាច្រើនដងទៅវាលោតទៅដល់សាច់រឿងតែម្ដងចឹងទៅបាទព្រោះអីគីឡូបងប្អូនប្រិមិត្តខ្លះគាត់អត់ចង់ឲ្យខ្ញុំនឹងស្វាគមន៍ក៏ដូចជារាក់ទាក់ប្រិមិត្តជាទីស្រឡាញ់របស់ខ្ញុំទេប៉ុន្តែខ្ញុំអត់ខ្វល់ទេបើបងប្អូនចង់ខាអានឹងខាទៅព្រោះ YouTube គេមានកន្លែងឲ្យខាតែខ្ញុំត្រូវតែរាក់ទាក់ខ្ញុំត្រូវតែសួរសុខទុក្ខបងប្អូនសុខសប្បាយអត់ទេពងធ្វើអីបងប្អូនស្ដាប់រឿងនោះនៅពេលណានៅកន្លែងណានៅប្រទេសណាចឹងទៅអាចចូល comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបានហើយបងប្អូនមានសាច់រឿងចង់ចែកម្លែកបងប្អូនចុចទៅក្នុង description ណាបងប្អូន description ហ្នឹងបងប្អូនចុចនៅលើចំណងជើងទៅវាលោតមកឲ្យបងប្អូនអូសមើលទៅឃើញ link Telegram របស់ខ្ញុំហើយបើមិនអញ្ចឹងទេបងប្អូនចូល comment ថា admin នេះខ្ញុំមានរឿងចង់ចែកម្លែកខ្ញុំនឹងតម្លាក់លេខទូរស័ព្ទជូនបងប្អូននៅក្នុង comment នឹងតែម្ដងជាលេខ Telegram របស់ខ្ញុំហើយបងប្អូន add មកយើងឆ្លើយឆ្លងជាមួយគ្នាហើយបើសិនជាមានប្រិយមិត្តណាចង់ឆាតលេងកំសាន្តជាមួយខ្ញុំឆ្ងល់សាច់រឿងនេះមិនឆ្ងល់សាច់រឿងនោះមិនបងប្អូនអាច add Telegram របស់ខ្ញុំដែលមានលេខនៅខាងក្នុង description ឬក៏
ឆាតសុំលេខខ្ញុំនៅក្នុង comment ក៏បានខ្ញុំឲ្យខ្ញុំអត់ខ្លាចទេបងប្អូនចូលអត់មានរឿងអីលាក់បាំងព្រោះរឿងដែលខ្ញុំនិយាយសិតតែជារឿងពិត 100% បងប្អូនបាទតោះឥឡូវយើងចូលទៅសាច់រឿងហ្មងទៅកុំឲ្យវែងឆ្ងាយអូកាឡាយូអីណាប៉ុន្តែមុនសុំញ៉ាំទឹកតិចសិនសុំទោសបងប្អូនអូខេតោះសាច់រឿងមួយនេះគឺដំណើរពីបងប្រុសម្នាក់ដែលគាត់សុំអត់បញ្ចេញឈ្មោះទេហើយឥឡូវខ្ញុំដាក់ឈ្មោះឲ្យគាត់ទៅថាបងធីអញ្ចឹងទៅបាទស្រួលហៅបាទបងធីយើងមួយម៉ាត់អញ្ចឹងទៅហើយបងប្រុសសពថ្ងៃគាត់អាយុ30ឆ្នាំហើយគាត់ធ្វើការជាមន្ត្រីរាជការនៅទីក្រុងភ្នំពេញហើយគាត់មានបងប្អូន 3-4 នាក់អញ្ចឹងទៅបាទហើយគាត់ថាប្អូនប្រុសគាត់ម្នាក់ក្នុងចំណោមបងប្អូនគាត់ទាំងអស់ហ្នឹងមានតួនាទីជាមន្ត្រីទាហានបាទជាទាហានមហាមន្ត្រីទាហានត្រូវហើយបងប្អូនមានខុសអីបាទជាទាហានអញ្ចឹងទៅបាទហើយបងប្រុសគាត់នឹងជាគេហៅថាជាមនុស្សដែលរៀងខូចដែរបងប្អូនដើរលេងជើងកាងឬក៏និយាយអស់មកទៅគាត់ប្រព្រឹត្តគ្រឿងញៀនគ្រឿងអីទៀតអញ្ចឹងណាបាទហើយប្រព្រឹត្តខ្លាំងមែនទេមិនប្រព្រឹត្តធម្មតាទេប្រព្រឹត្តលក្ខណៈថាជ្រុលជ្រោះប្រព្រឹត្តលក្ខណៈថាហួសនិស័យណាបងប្អូនរហូតដល់ថ្នាក់ថាអត់មានអីប្រើប្រាស់អញ្ចឹងទៅលួចលុយគ្រួសារលួចលុយបងលួចលុយប្អូនលួចលុយឪពុកម្ដាយយកទៅប្រព្រឹត្តអញ្ចឹងទៀតហើយគាត់ថាមិនត្រឹមតែប្រព្រឹត្តជាងទៀតរហូតដល់ថ្នាក់លក់ទៅទៀតអ្វីដែលគាត់នេះជាអ្វីដែលគាត់ដឹងតាមរយៈគាត់ស៊ើបសួរមិត្តភ័ក្តិក៏ដូចជាគាត់ឃើញទង្វើរបស់បងប្អូនរបស់គាត់ហើយគាត់បញ្ជាក់ឲ្យថាបងប្អូនរបស់គាត់នឹងបើរាប់ពីសាច់យកទៅដាក់កន្លែងកែប្រែវិញមិនដឹងជាប្រមាណដងទេកែជាងទៅលុតជង្គង់សំបោស្បត់ថាឈប់ហើយរៀងហើយចេញមកក្រៅបានមួយខែទៅទៀតឈប់ហើយរៀងហើយឈប់ហើយរៀងហើយបានមួយខែទៅទៀតនិយាយទៅចូលកន្លែងកែប្រែញឹកដូចគេហៅថាញាប់ដូចគេសាប់ស្វាយអញ្ចឹងបងប្អូនផ្លាប់អញ្ចឹងទៅងាកចេញងាកចូលងាកចេញងាកចូលអញ្ចឹងទៅហើយនិយាយទៅពិបាកទទួលយកមែនតើគាត់ថាពេលខ្លះទៅពេលដែលគាត់ប្រព្រឹត្តសេពគ្រឿងញៀនសេពអីហើយគាត់ថាពេលដែលមកដល់ផ្ទះគាត់តមាត់ជាមួយឪពុកម្ដាយគាត់បងប្អូននេះគាត់និយាយគ្មានគោរពគ្មានអាយុអ្នកណាទេហើយគួរឲ្យខ្លាចគាត់មែនតើនិយាយទៅសូម្បីតែរស់នៅក្នុងផ្ទះមួយគាត់ក៏ខ្លាចដែរដោយសារខ្លាចថាគាត់ពេលដែលគាត់ដាក់ខ្លាំងពេកទៅដូចយើងឃើញនៅក្នុងបណ្ដាញសង្គមអញ្ចឹងបងប្អូនគាត់គ្រប់គ្រងខ្លួនឯងបានហើយគាត់ធ្វើរឿងដែលមិនល្អដាក់អ្នកផ្ទះឧទាហរណ៍តែគាត់សុំលុយម្ដាយអត់បានចុះបើគាត់វាយម្ដាយឬក៏គាត់ជេរម្ដាយជេរអីចឹងទៅវាមិនទៅជារឿងមួយដែលទទួលយកលែងបានទេមែនអត់បាទចឹងទៅគាត់បារម្ភមែនតើចំពោះបងធីបាទសម្រាប់បងប្អូនប្រុសរបស់គាត់ដែលប្រព្រឹត្តផ្លូវខុសអញ្ចឹងណាបាទហើយគាត់ថាបានមួយរយៈក្រោយមើលទៅគាត់នឹងដូចជារៀងកែខ្លួនដូចជារៀងលក្ខណៈថាដឹងខ្លួនថាលួយប្រព្រឹត្តហើយអីហើយព្រោះគាត់មានក្របខ័ណ្ឌជាមន្ត្រីទាហានជាទាហានជាអីហើយអញ្ចឹងទៅហើយឃើញតែគាត់ចេះស្រឡាញ់ស្រីម្នាក់ទៀតតបមកឃើញថាប្អូនដល់ពេលប្អូនបានមកលេងផ្ទះប្អូនថាបងអើយពិបាកណាស់បងអើយពិបាកណាស់ឡើងចុះពីប្រទាយមកបំពេញសុំគេមកលេងផ្ទះម្ដងយូរបានម្ដងឡើងមកជិះឡានឈ្នួលជិះអីពិបាកបងអើយសុំទិញម៉ូតូមួយគ្រឿងមកបងស្រឡាញ់FZ គាត់ថាស្រឡាញ់ម៉ូតូ FZ ហើយមិនបាច់ទិញអាថ្មីក៏បានដែរទិញអាមកទឹកទៅបងអើយតបមកបងប្រុសនោះគាត់អត់ព្រមទេគាត់ថាអញក៏គ្មានលុយដែរហើយគាត់ថាអញនឹងសថៃលុយមែនបានមកសុំទិញម៉ូតូអីផុយស្រួលអញ្ចឹងដល់តែបន្ទាប់មកបងអូនគាត់ថាបងឲ្យទិញឲ្យខ្ញុំបងឲ្យឃើញខ្ញុំខំប្រឹងកែខ្លួនខំប្រឹងអីអត់ឥឡូវខ្ញុំឈប់ប្រព្រឹត្តពីលាប្រព្រឹត្តអាស្អីគេហ្នឹងហើយខ្ញុំឈប់ហើយបងឲ្យឃើញទេខ្ញុំនៅតែផ្ទះទៅតែធ្វើការទៅផ្ទៃហ្នឹងខ្ញុំមានអីពេលណាទៅប្រព្រឹត្តអាហ្នឹងគាត់ឲ្យខ្ញុំសុំបងឯងទិញម៉ូតូ FZ ហ្នឹងវាស្រួលពេលខ្ញុំជិះឡើងមកពេញហ្នឹងវាស្រួលហ៎បងវានិយាយទៅខ្ញុំអត់ចង់ជិះឡានជិះអីវាពិបាកនៅចាប់ម៉ូយចាប់អីឬក៏ធំក្លិនធំនេះធំនោះចឹងណាហើយបើបានជិះម៉ូតូទៅវាស្រឡះខួរស្រឡះក្បាលដែរនឹងជាអ្វីដែលបងអូនប្រុសគាត់បាននិយាយហើយគាត់ក៏ទៅនិយាយមួយម្ដាយគាត់តែនិយាយត្រង់ទៅគាត់ថាម្ដាយគាត់នឹងកាន់ជើងបងអូនគាត់តែហ្មងទោះបីបងអូនគាត់ខូចប៉ុណ្ណាក៏ដោយក៏ម្ដាយគាត់កាន់ជើងនិយាយទៅខុសក៏ថាត្រូវហើយបើវាត្រូវវិញលើក
លើកដល់លើមេឃនេះគាត់និយាយពីម្ដាយរបស់គាត់ណាតែយ៉ាងណាក៏គាត់មិនខឹងមិនថ្កោលទោសម្ដាយទេព្រោះគាត់ជាម្ដាយទៅណាទៅខឹងម្ដាយមិនកើតគាត់ថាមានអារម្មណ៍ថាអន់ចិត្តថាមិនបានជាម្ដាយគាត់លំអៀងលំអីចឹងណាបងប្អូនបាទនឹងជាអ្វីដែលបងធីគាត់បានរៀបរាប់មកប្រាប់ហើយសូម្បីតែពេលដែលបងអូនប្រុសគាត់ជាប់នៅកន្លែងកសាងកន្លែងកែប្រែហ្នឹងណាម៉ែគាត់ប្រើឲ្យទៅមើលយកនេះយកនោះឲ្យទៅហូបនិយាយទៅយកសពគ្រប់បែបយ៉ាងទៅឲ្យសឹងឲ្យវាដេកស៊ីអាហ្នឹងអីបងធីក៏ថាបើយកឲ្យវាដេកស៊ីទៅដែរយកវាទៅកែប្រែធ្វើអីងាកផ្ញើនេះងាកផ្ញើលុយងាកផ្ញើនំងាកផ្ញើម្ហូបអញ្ចឹងមិនគេហៅកែប្រែអាហ្នឹងគេហៅដេកស៊ីហ្នឹងអញ្ចឹងវាមិនខ្លាចកន្លែងហ្នឹងចូលទៅស្រួលចូលទៅអត់បាក់ផងហ្នឹងម៉ែអើយចាំនុកបំរុងរហូតហ្នឹងមិនកើតគ្រាន់តែនិយាយប៉ុណ្ណឹងក៏ម៉ែគាត់ខឹងម៉ែគាត់ថាឲ្យថាគាត់នឹងមិនស្រឡាញ់ប្អូនថាគាត់នឹងចង់ឲ្យប្អូនងាប់ថាគាត់ចេញចុះបាទទាំងមិនស្ដាប់ហេតុផលរបស់គាត់នេះខ្ញុំនិយាយទៅលើម្ដាយមួយចំនួនដែលស្រឡាញ់កូនលំអៀងខ្ញុំអត់និយាយទាំងអស់ទេបងប្អូនតែយ៉ាងណាទោះបីគាត់លំអៀងក៏គាត់នៅតែស្រឡាញ់យើងខ្លះដែរគាត់មិនស្អប់យើងឯណាបាទអញ្ចឹងយ៉ាងហោចយ៉ាងណាក៏នៅតែជាម្ដាយយ៉ាងណាក៏នៅតែជាបងប្អូនយើងយោគយល់បានយើងយោគយល់ចឹងទៅបាទហើយតទៅទៀតបងប្អូនគាត់ថាដល់ទៅពេលនិយាយមួយម្ដាយគាត់ហើយរឿងម៉ូតូរឿងអីហ្នឹងម្ដាយគាត់ក៏ថាឥឡូវឲ្យគាត់ចេញខ្លះទៅម្ដាយគាត់ចេញខ្លះដល់ទៅថាអញ្ចឹងទៅនិយាយត្រូវគ្នាទៅគាត់ថាឥឡូវគ្មានលុយទិញម៉ូតូថ្មីទេ LZ ស៊េរីថ្មីរាប់ពាន់នោះឥឡូវទិញអាមកទឹកទៅរកមើលទិញនៅម្ដុំផ្សារឃ្លាំងម្សៅថ្មីផ្សារហ្នឹងហើយបងប្អូននៅម្ដុំផ្សារឃ្លាំងម្សៅថ្មីនឹងឯងតែកាលមុនវាអត់ទាន់មានផ្សារឃ្លាំងម្សៅថ្មីទេរឿងហ្នឹងគាត់ថាកើតឡើងតាំងពីមិនទាន់បើកផ្សារឃ្លាំងម្សៅថ្មីតាំងពីគេហៅម្ដុំទឹកថ្លាបងប្អូនម្ដុំទឹកថ្លាលក់ម៉ូតូមកទឹកអញ្ចឹងណាហើយពេលហ្នឹងក៏ទៅអញ្ចឹងទៅក៏ទៅប្រទេសឃើញ LZ មកគ្រឿងពណ៌ដូចរឿងពណ៌បែកពណ៌លឿងក្រហមអញ្ចឹងណាបាទអញ្ចឹងទៅក៏បងអូនគាត់ស្រឡាញ់អាហ្នឹងសួរគេទៅតម្លៃវា$1400ទៅបញ្ជាក់អញ្ចឹងបាទម៉ូតូហ្នឹងតម្លៃ$1400ដល់អញ្ចឹងទៅក៏តយកម៉ូតូហ្នឹងហើយគ្រាន់តែយកម៉ូតូហ្នឹងបានមកនិយាយទៅគ្មានតាន់បានសែនតាន់បានអីទេមិនដឹងថាប្រវត្តិម៉ូតូហ្នឹងយ៉ាងម៉េចយ៉ាងម៉ាទេបងអូនគាត់ឡើងជិះវឹបយកមកផ្ទះហើយក្នុងចិត្តសប្បាយរីករាយមែនតើហើយបងប្រុសនោះជិះបางทีនោះជិះអ្វីក៏ចាស់ទេបងប្អូនសុខចិត្តទិញ LZ ឲ្យបងអូនជិះដល់តែបន្ទាប់មកបងអូននឹងបានតែមកល្ងាចបានទៀតទិញពេលព្រឹកដល់ពេលល្ងាចបងអូននឹងវាមានណាវាទៅដើរលេងvớiពូម៉ាក់វាបាត់អញ្ចឹងទៅអួតម៉ូតូថ្មីអួតអីអញ្ចឹងទៅដើរលេងបាត់ឆឹងបាទម៉ោង9ម៉ោង10យប់បងធីគាត់ចេះតែញាក់ភ្នែកបាទបងធីគាត់ចេះតែញាក់ភ្នែកញាក់រហូតបាទគាត់ថាអស់ពីញាក់ភ្នែកគាត់ថាពេលដែលគាត់អង្គុយនៅមុខផ្ទះពេលយប់ហ៎បងប្អូនធម្មតានៅមុខផ្ទះគាត់វាមានភ្លើងបំភ្លឺផ្លូវគាត់ថាពេលអាភ្លើងបំភ្លឺផ្លូវនោះវាជះចំមុខគាត់ឬក៏ចំក្រោយខ្នងរបស់គាត់ឃើញស្រមោលរបស់គាត់ណាបាទតែគាត់ថាពេលនោះវាចម្លែកគាត់ថាភ្លើងនឹងជះមកត្រូវគាត់ឃើញស្រមោលគាត់ធម្មតាទេតែបែរជាឃើញស្រមោលមួយទៀតនៅឈរចិត្តគាត់ហើយអាស្រមោលនៅឈរចិត្តគាត់នឹងមានធំតម្បងដូចប្អូនប្រុសរបស់គាត់អាមួយគាត់ទិញម៉ូតូឲ្យអញ្ចឹងអូភ្លេចបញ្ជាក់បងប្អូនប្រុសរបស់គាត់គឺមានធំបងប្អូនកម្ពស់1.8 ម៉ែត្រជាងគីឡូចូលចង់100ហ៎បងប្អូនខ្ពស់ធំកម្លាំងចឹងនិយាយអញ្ចឹងបាទគាត់ថាឃើញស្រមោលប្អូនគាត់នៅឈរចិត្តគាត់ទាំងវានៅនឹងផងហើយវាកំពុងជិះម៉ូតូដើរលេងវាកំពុងតែដើរលេងជាមួយមិត្តភក្តិរបស់វាដល់តែបន្ទាប់មកបងប្អូនលក្ខណៈថាយប់ហើយម៉ោង1 ដណ្ដប់ 2 ដណ្ដប់ហើយនៅតែអត់ឃើញប្អូនមកផ្ទះចឹងក៏ទេសួរតែឯនៅណាហើយស្មានណាមកផ្ទះមកអីចឹងទៅតែប្អូនគាត់អត់ឆ្លើយនិយាយច្រើនទេគាត់ថាគាត់ដើរលេងពួកម៉ាក់អីចឹងទៅបិទទូរស័ព្ទទៅនិយាយទៅទេបិទណាបាទមិនដឹងថាគាត់យ៉ាងម៉េចបែរជាចរិតក្មេងសម័យឥឡូវគឺភាគច្រើនគឺអញ្ចឹងពេលកំពុងតែដើរលេងអត់សូវខ្វល់ខ្វាយពីអ្នកផ្ទះទេបិទនិយាយទៅអត់សូវយល់អារម្មណ៍ថាគេបារម្ភគេអីបាទហើយខ្ញុំនិយាយភាសាហ្នឹងទៅមិនមែនថាចោតទាំងអស់គ្នាថាអញ្ចឹងទេសូម្បីតែខ្ញុំក៏ធ្លាប់អញ្ចឹងដែរពេលដែលខ្ញុំកំពុងសប្បាយមួយមិត្តភ័ក្តិជាមួយអីទេមកខ្ញុំចុចបិទដែរក៏ប៉ុន្តែខ្ញុំមើលដែរ
tê không cùng nòng ấy bờ tê bà rắm nhầm lược tay bờ tê mà chế anh ấy nhầm ọt lược ấy hay có ọt chịu bắt để xâm tô nhầm tục hay rô chào chừng tay cầm ao thả lược máu thầm đá lại khá như lược ọt cạt bà thầm đá như nơi khmến bà nhầm có thọp cho là cái nào thả chỗ club cho ấy chừng ta nhầm ta lẹ bằng ấy bà ấy tê máu lưu dùm lên plane chẳng dương lược mày cạt chúng ca mà đài tê máu bục tê máu đó là hiền lược ta bắt vui chưa cầm ho môi đài cho bữa sân chỉ nấp che mi rương ấy dương ọt lược dương ọt đằng chẳng vì mình bành há hay bong bồn mình ọt chẳng bữa sân chỉ bong bồn dù vậy bạn đạp hưởng bỏ nhóm hay xong kịch bị tràn nè lược mà mặt tay bong bồn phép có thật là bà ơi mà ơi con nơi nòng club con trôi chỉ mùi mật phe màu môi ấy con tôi với nhảy được cầm mong pin đạp ấy con tôi với nhảy hay bữa sân là dốt pê con đây khéo ai lại từ tia từ khổ thế này chơi cho anh nó dưng vậy thôi bong bồn quạt bạn đăng tầm nắng bảo dương hay dương phép có tới nhầm nơi club ní chúng ta đặc biệt là nhưng chưa thà dương hiền phép tới khai cái lỗ mà ở đằng tới mà rồi vậy chúng ta việc cả trên nhiều đường quay ngày tiết bà cho ngày nắng nhầm vậy ban đập bàn nắng tết bờ sân để lên vì nắng bóng ổn đỏ sẽ tới tam khổ sai hiện luôn chẳng thế nào bóng ổn bà lấy dương to một bình bà ổn phổ bà có đá lên đặt giúp lại chẳng thế hay bà to máu có tham mong bà hai chỉ mong bà hai chỉ pi giúp bóng ổn mong phải chỉ pi giúp xếp tại ôn phổ qua ở tê màu bà xếp ôn phổ qua tê màu thà bòn ơi nhom ọt sủa lấy mà tôi nhom khôi tam phơi mà tôi nhom khôi chỉ tới một ở rồi thì chân thời chọc đã hay bong phổ quát có chọn là biến tên ai mà đã mau té mau chật té thế hay bên nhóm ôn phổ quát là biến tham mà nơi miệt thống vì hiện thôn nó chân con của bạn không cả đào đây hay bọn đào khôn mỗi mình ấy thì có thể bọn đào mà tô em sệt bao con thôn thì đâu bọn bọn hay đó con bọn đào máu có thà có chư chương còn đã đào té nữa có thà có chư chương chẳng tơ hay phi chìm miệpได้thà bọn phổ có miền Tây nhà hai ta xài chương bọn bọn là ta xài cái hai thà bọn bọn ai khơi nhận là ta xài lừa bơm lừa có phun chương ấy bọn phổ có cứ lang ta xài bẹp nữa hay là pe bật đào dú vì chọc vì hầm vì ấy chẳng nữa cúp xóm quạt bật xếp lừa khởi nhiên khởi ấy tiết nắng vì dùng rừng kia và đòi bị thưa tục đó bẻ đồ thưa ấy như thế hay ta ôn phổ quạt đo mà đo tiền nó đôi vì mình pro cái đấy không ôn nhưng giờ trong tới ôn quạt đôi bài chứ bà đôi bay tới và đòi sẽ ở lô lá vô va bên chợ bà dục láng để sẽ bên chợ hay nè te hạ miền này cái mơ qua thế là sam đằng mơ dạng mấy nhà nó có chia cho là hao mũi đài bờ sân chụp nó bằng thi tham bờ p nó vô qua tập pet có chua hưởng mũi nâng thế bằng bồn vì ăn mi vì vật đệ sài đấy á bà ta lỡ bộ quan mi vì vật đệ sài đấy bà tăng một đài con tiếng ấy mi vì vật đệ sài đấy tiếng ác nè hay mi vật đệ sài đấy dạng mấy bằng bồn này có tha nó bây giờ khi ôn còn chân còn ọt khó ba cái tờ lấy sao chỉ muối về tiết hai về ôn thọ còn thà hải sao muối ôn phổ con nghiệm máu sao hi như thế người tới con đôi ba bò là khởi nhiên nó bị ba bò đó khu của ba bà có đó na bông bồn chân con khục khổng khu của ba này lên cả đây hai bên nâng bông thi còn thà bên con sầm máy đó lại nâng tập này con trong hậu bông bồn con bạn tôi vô bên nhưng chưa thà vì bắt chước bà tôi vô men bà sân cho bom ôn chụp toan bom ôn giờ rồi mới nè khu xa bảo dương tới chụp bài tham tới chụp anh chân mi ở mày dương thọp tại khơi men rồi có steel sấy miên phò cọt lên tham trồi tới cọt bài cọt đào riêng cọt đào rom ta mà này ai bom ôn là xa khơi như tụi bay vận đại sòng cúng của bà hot đây chân nhóm ở mi khai ấy như vậy thì bom ôn của việc mi khóc của nhóm nước do rương bắt cho mọi vậy bà chẳng to được tiết có thà đào tập pe ôn còn hình ngôn á bom ôn vì được ngôn á xếp tại miền ôn thay vào con mà nè con ban màu kia pí này ai có thà con chép sáp bài tham bài chẳng cóมีวิธีภาษาcon có gió có rồi chma cho môi nơm bal cho bạch nhọt từ lườm mọt bọc quạt mọt ôn phổ quạt ai cầm pung tại ọt đằng smart đây nữa
បាទព្រោះអីគ្នាបាត់បង់ស្មារតីលក្ខណៈថានិយាយលេងដឹងអីហើយគួយហូងគួយស្រែកម្នាក់ឯងហើយបាទឲ្យសោចឲ្យយំឲ្យញឹមអញ្ចឹងទៅនិយាយទៅពិបាកមើលមែនតើមនុស្សមានប្រប៉ុណ្ណានៃឲ្យទៅជាអញ្ចឹងដេកលមីលមួនលើក្រែបងប្អូនស្វសម័យក៏ពិបាកទៅយកដែរដល់ពេលប្អូនថ្លៃគាត់មកបញ្ច្រកក្រួយបញ្ច្រកអំបិលចឹងហើយផ្ទះកភ្លៀងគ្នាទៀតឲ្យស្វាងគ្នាមានបំណងល្អទេក៏ប៉ុន្តែបានមកសន្ទុះស្រាប់តែប្អូនប្រុសគាត់ថាឈឺនោមអញ្ចឹងណាហើយពេលហ្នឹងនៅគ្នាច្រើននៅរោមមើលប្អូនប្រុសគាត់ចឹងទៅគីឡូវាស្វាងវាអីជួយវាដល់ថាប្អូនប្រុសគាត់ថាឈឺនោមចឹងទៅក៏លើកវាទៅនោមនឹងក្រោយផ្ទះសែងនៅគ្នាសែងទៅ3 4នាក់សែងទៅនោមស្រាប់តែវាបត់ជើងតូចជួយបានមកច្រូចចឹងទៅអត់ច្រើនទេតែមកច្រូចចឹងទៅវាទុនជង្គង់បងប្អូនដល់ពេលវាទុនជង្គង់វាអស់លេងបណ្ដោយវាងើបលេងរួចអញ្ចឹងណានាំគ្នាសែងមកក្នុងផ្ទះវិញដល់ពេលសែងមកក្នុងផ្ទះវិញអាប្អូនថ្លៃនោះថាអត់ស្រួលទេមើលទៅគាត់អត់ស្រួលក៏អូសឡានមកសែងគាត់ដាក់ក្នុងឡានហើយបងធីនៅជាប់ជាមួយនឹងដែរមានម្ដាយគាត់មានបងធីមានប្អូនថ្លៃគាត់និងម្នាក់ពីរនាក់ទៀតផុសៗចឹងទៅដឹកទៅពេទ្យមួយបងប្អូនដឹកទៅដល់ពេទ្យមួយដែលនៅមិនឆ្ងាយពីផ្ទះទេគ្រាន់តែចូលពេទ្យនឹងភ្លាមពេទ្យគេមកមើលជីបចមកស្ទាបកកមកស្ទាបដៃស្ទាបអីចឹងទៅគេថាគេអត់ទទួលទេ clinic គេអត់ទទួលទេគេអត់ហ៊ានទទួលដល់ទៅពេលអញ្ចឹងម្នាក់ស្លន់ស្លោបាត់ស្មារតីឲ្យភ័យស្លន់មិនក៏ clinic គេមិនទទួលតបមកក៏ដឹកគាត់ទៅពេទ្យកាឡាម៉ែតទៅដល់ពេទ្យកាឡាម៉ែតនិយាយទៅពេលហ្នឹងចុះពីលើឡានភ្លាមគាត់ក៏ស្រែករកប្រងការពេទ្យអើយមានប្រងការអត់ប្រងការបងប្អូនស្គាល់ប្រងការទេប្រងការគឺជាឧបករណ៍សម្រាប់ដាក់អ្នករបួសក៏ដូចជាដាក់សាកសពឬក៏អីសម្រាប់អូសនិយាយទៅយើងនិយាយថាដាក់អ្នករបួសទៅដាក់អ្នករបួសលើនឹងហើយយើងរុញចូលទៅកន្លែងព្យាបាលឬក៏យើងសែងបងប្អូនអាសាឃើញពេលឡានមកសង្គ្រោះណាឡានមន្ទីរពេទ្យមកសង្គ្រោះអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ឃើញប្រងការនឹងឯងបាទហើយគាត់ស្រីហៅប្រងការក៏អត់មានប្រងការឲ្យប្អូនគាត់ធំណាស់បាទស្រាប់តែពេលហ្នឹងគាត់ជាមួយនឹងប្អូនថ្លៃរបស់គាត់ក៏បានសែងលក្ខណៈថាដៃមកចំហៀងម្នាក់ចាប់ជើងដៃមកចំហៀងម្នាក់ទៀតចាប់កកគៀកក្បាលសែងចូលក្នុងពេទ្យហ្មងព្រោះលើកទុកយូរអត់កើតទេគាត់ថាគ្រាន់តែសែងវឹបដើរបាន4 10 20ចំហៀនចិត្តដល់ទ្វារពេទ្យដល់ចូលទៅក្នុងហើយស្រាប់តែប្អូនគាត់ងើយកខ្វាក់ហូរទឹកអីខ្មៅចេញមកតាមច្រមុះច្រូចមកអញ្ចឹងគាត់ថាគ្រាន់តែឃើញទឹកខ្មៅហ្នឹងគាត់អស់សង្ឃឹមបាត់ទៅហើយបងធីថាគ្រាន់តែឃើញទឹកហូរច្រូចពណ៌ខ្មៅហ្នឹងគាត់អស់សង្ឃឹមបាត់ទៅហើយបងប្អូនគាត់ដឹងថាប្អូនគាត់ប្រហែលជាមិនរស់ទេគាត់ដឹងថាប្អូនគាត់ប្រហែលជាមិនរស់ទេដល់តែបន្ទាប់មកក៏លើកចូលដល់ក្នុងពេទ្យពេទ្យក៏ពិនិត្យចង្វាក់បេះដូងពឹបចាប់នេះចាប់នោះទៅបងធីថាលឺសំឡេងទឺពេលហ្នឹងបងធីគាត់អស់លីងគាត់ដឹងថាប្អូនគាត់លែងដកដង្ហើមហើយគាត់ដឹងថាប្អូនគាត់ស្លាប់ហើយបងប្អូនពេលហ្នឹងពេទ្យក៏ប្រាប់ម្ដាយគាត់ប្រាប់គាត់ថាប្អូនប្រុសបេះដូងលែងដើរហើយបាត់បង់ជីបចរអីហើយគាត់ស្លាប់ហើយអញ្ចឹងទៅបងប្អូនណាហើយពេលវេលានោះគឺឈឺចាប់មែនតើសម្រាប់បងធីដែលគាត់បានជួបនឹងសោកនាដកម្មបាត់បង់ប្អូនប្រុសរបស់គាត់ម្ដាយគាត់ទៅហូរយំពេញពេទ្យមិនគួរណាកូនស្លាប់ហើយបងធីក៏យំមិនគួរណាប្អូនស្លាប់អញ្ចឹងនិយាយចោះអញ្ចឹងណាវាកើតជាការស្ដាយសំណោះបងប្អូនហើយបន្ទាប់មកចេញពីពេទ្យហ្នឹងក៏មានឡានពេទ្យហ្នឹងគេសួរថាយកឡានដឹកទៅផ្ទះអត់ហើយម្ដាយគាត់ថាមិនបាច់ទេគាត់ដាក់កូនគាត់ជិះឡានគាត់មកដាក់ឡានគាត់ទៅវិញយកកូនទៅផ្ទះវិញអញ្ចឹងទៅអញ្ចឹងក៏នោះគ្នាសែងប្អូនប្រុសគាត់ហ្នឹងចូលក្នុងឡានអញ្ចឹងទៅហើយសូមនិយាយប្រាប់បងប្អូនដែរថាឈ្មោះគាត់ដែលស្លាប់នេះសូមអត់បញ្ចេញទេណាបាទអញ្ចឹងតែស្គាល់ខ្ញុំស្គាល់ដែរបងប្អូនណាគាត់ប្រាប់តែខ្ញុំសូមអត់បញ្ចេញដូចគ្នាឥឡូវខ្ញុំសូមដាក់ឈ្មោះប្អូនគាត់ថាបងថាទៅចុះហៅថាបងថាទៅបងឈ្មោះបងធីប្អូនឈ្មោះបងថាអញ្ចឹងទៅហើយក៏ដឹកបងថាទៅផ្ទះវិញអញ្ចឹងទៅបាទដល់ផ្ទះក៏បើកទ្វារបើកអីចឹងទៅរៀបចំគាត់ហៅអាចារ្យហៅអីមកក្រៅកាតេលដាក់ខ្នើយដាក់អី
គេនាំគ្នារៀបដៃរៀបជើងរបស់គាត់ឲ្យគាត់កាន់ធូបកាន់ទៀនអញ្ចឹងណាហើយមានអីជាប់ខ្លួនហើយហុំបោះហុំអីតបមកក្របកណាត់សក្របអីចឹងទៅនិយាយទៅគ្រាន់តែមកដល់ផ្ទះសាកសពគាត់ឡើងស្លេកឯនោះបងប្អូនចាប់ផ្ដើមស្លេកតិចតិចហើយចុះបើមនុស្សអស់ឈាមរត់ក្នុងសរសៃឈាមក្នុងខ្លួនហើយមានឈាមមានអីណាទៀតបាទដល់ទៅពេលអញ្ចឹងបានដឹងថាមនុស្សយើងដល់ដំណាក់កាលចុងក្រោយគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយបងប្អូនប្រុសគាត់ស្លាប់ទាំងវ័យក្មេងណាបងប្អូនបងប្រុសគាត់ស្លាប់ទាំងអាយុនៅក្មេងដោយសារតែការប្រព្រឹត្តមិនបានត្រឹមត្រូវក៏ដូចជាសេពនៅគ្រឿងដែលមិនល្អដែលសង្គមគេស្អប់ខ្ពើមណាបាទហើយតទៅទៀតគាត់ថាកម្មវិធីបុណ្យក៏ប្រព្រឹត្តធ្វើទៅទាំងបុណ្យនិយាយថាបុណ្យខ្មែរបុណ្យសពយើងបាទប្រគប់3ថ្ងៃប្រគប់7ថ្ងៃធ្វើតាមធម្មតាហើយបងប្អូនក៏ដូចជាសាច់ចដូនមួយចតួតមួយអីមកគប់គុំជុំគ្នាមានតែគាត់ថាមានតែចដូនមួយគាត់ទេដែលអត់មកចដូនមួយគាត់ប្រហែលអ្នក3 4អ្នកហ្នឹងក៏អត់មកជួយមកបុណ្យហ្នឹងទេដោយសារតែមានចំនួនគ្រួសារមួយគ្នាចឹងទៅបាទអត់ត្រូវគ្នាចឹងទៅគេគុំគួនយើងចេះចោះចឹងណាចឹងទៅគាត់ក៏មិនសូវជាខ្វល់ដែរអ្នកណាចង់មកក៏មកអ្នកណាចង់អត់ក៏អត់ទៅព្រោះអីបងអូនគាត់ទៅផុតហើយគាត់គ្មានបំណងគ្មានពេលទៅឆ្លោះគ្មានពេលទៅទាស់តែងជាមួយនឹងអ្នកណាអ្នកណីទៀតទេសូមតែបងអូនគាត់ធ្វើបន់ចប់ចុងចប់ដើមចឹងទៅហើយគាត់ថាមានបងចតួតមួយគាត់ម្នាក់ឈ្មោះថាបងម៉ែនបាទបងម៉ែនគឺគាត់សកម្មជាងគេគាត់មកជួយរៀបចំម្ហូបអាហារចង្ហាន់លោកយាមឡានយាមម៉ូតូកំដររោងផឹកនិយាយទៅសពគ្រប់បែបយ៉ាងហើយគាត់ចិត្តបានបាទហើយបងម៉ែនហ្នឹងគាត់ថាគាត់ស្រឡាញ់ប្អូនប្រុសហ្នឹងណាដល់តែបន្ទាប់ពី7ថ្ងៃហើយអីហើយគាត់នៅគ្រប់7ថ្ងៃបងប្អូនតបូជាហើយណាគាត់ថាបន្ទាប់ពីបូជាហើយ7ថ្ងៃហើយហ្នឹងអាថ្ងៃទី7អាពេលដែលព្រឹកបូជាយើងមិនបូជាពេលព្រឹកចឹងពេលថ្ងៃម៉ោង2ម៉ោង3ម៉ោង4ហ្នឹងក៏ត្រឡប់ទៅផ្ទះរៀងខ្លួនពេលដែលត្រឡប់ទៅដល់ផ្ទះយប់នងនិយាយពីបងម៉ែនផ្ទះគាត់នៅរៀងឆ្ងាយដែរវាមិនជិតទេប្រហែលជា 3-4 គីឡូពីផ្ទះបងអូនប្រុសដែលស្លាប់ហ្នឹងបាទហើយបងប្រុសគាត់ថាយប់ហ្នឹងគាត់សម្រាកជាមួយប្រពន្ធគាត់នៅក្នុងបន្ទប់ជួលរបស់គាត់ស្រាប់តែពេលសម្រាកហ្នឹងគាត់ដាក់ចម្រៀងស្ដាប់លងលោចអីចឹងណាបត់គាត់ព្រៀបសម្បត្តិអីចេះចោះចឹងទៅដល់ទៅពេលស្ដាប់អាទូរស័ព្ទគាត់ទៅចេះដូរចម្រៀងខ្លួនឯងបាទចេះដូរចម្រៀងខ្លួនឯងហើយដូរចម្រៀងហ្នឹងបែរជាមិនដូរទៅចម្រៀងស្អីទេគាត់ថាដូរទៅជាចម្រៀងដែលអាប្អូនគាត់បងថាហ្នឹងហើយបងថាដែលស្លាប់ហ្នឹងអាប្អូនប្រុសគាត់ហ្នឹងទៅជាដាក់បទដែលវាចូលចិត្តស្ដាប់បាទទៅជាដាក់បទហ្នឹងគាត់សម្មានគាត់ងើបមកចំណាដូរចម្រៀងប្រពន្ធគាត់ដេកលក់ហើយនៅក្នុងបន្ទប់ជួលគាត់មានតែគាត់និងប្រពន្ធគាត់ទេពេលណាគេដូរចម្រៀងរបស់គាត់ហើយទូរស័ព្ទ YouTube ក្រុមហ៊ុននិយាយទៅកម្មវិធីចម្រៀងវាមិនចេះដូរខ្លួនឯងទោះបីវាលោតពាណិជ្ជកម្មក៏វាត្រូវលោតមកវិញដែរមែនអត់ពាណិជ្ជកម្មមួយផ្លែវាអូតូលោតមកវិញតែនេះដូរចម្រៀងហ្មងបងប្អូនដូរទៅចម្រៀងតែសំខាន់ចម្រៀងហ្នឹងមិនមែនចម្រៀងធម្មតាទៀតវាគឺជាចម្រៀងដែលបងថាចូលចិត្តស្ដាប់បងប្អូនណាជាចម្រៀងដែលបងថាចូលចិត្តស្ដាប់អស់ពីនងមកបងប្អូននៅមិនទៀតអត់គាត់ថាគាត់បើកភ្នែកព្រមមកគាត់ថាអត់មានឃើញពីណាគេមកអង្គុយស្អីចុងដៃចុងជើងទេតែព្រោះគាត់អត់មានខែទេគាត់សម្មានក្រាលនេះទីគាត់សម្មានក្រាលគាត់សម្មានក្រាលពូកឲ្យសំទោសជាប់មាត់គាត់សម្រានក្រាលពូកអញ្ចឹងទៅពូកនឹងវារៀបវាមិនរៀបពេកវារៀងខ្ពស់បន្តិចដែរណាតែគាត់ក៏លេខទៅខាងស្ដាំដៃគាត់នឹងគឺបានឃើញអីបងប្អូនគាត់ថាបានឃើញប្អូនចតួតមួយចដូនចតួតមួយរបស់គាត់នឹងដេកអសល់នៅចិត្តគាត់តែមួយដែលស្លាប់ហ្នឹងមកដេកអសល់នៅចិត្តគាត់បងប្អូនហើយមកវាឡើងស្លេកបាទភ្នែកឡើងលៀនបើកមកកន្លងឡងមើលមុខគាត់ភ្នែកឡើងរឹងកពើអញ្ចឹងអត់មានអង្គើទេប្រស័យភ្នែកគាត់និយាយអញ្ចឹងមាត់ប្របែមាត់វាឡើងស្លេកបាទមនុស្សរៀងខ្មៅដល់ទៅពេលស្លាប់ទៅវាស្លេកមើលទៅអាក្រក់មើលមែនទែនហើយមិនត្រឹមតែស្លេកទេបងប្អូន
គាត់ថាចេះក្លិនស្អុយបងប្អូនហើយស្អុយពេញតែបន្ទប់ស្អុយជាងលិមួកស្អុយជាងកំរុងទៀតបងប្អូនហើយគាត់ថាស្អុយមែនតើហើយគាត់ក៏និយាយថាអូនអើយហែងទៅហើយហែងមកឡងបងទៅអីហែងមកលេងបងទៅអីបងខំយាមរោងហែងបងខំកំដរហែងបងខំមើលហែងសពគ្រប់បែបយ៉ាងហើយឥឡូវហែងមកលេងបងហែងមកឡងបងអញ្ចឹងអូនអើយហែងកំឡងបងកំឡងចេះចោះចឹងទៅនិយាយទៅបែបបនមកសន្ទុះធំដល់ពេលនិយាយបានបែបបនហើយគាត់បើកភ្នែកព្រមឡើងក៏បាត់ព្រលឹងខ្មោចរបស់បងថាបាត់ទៅពេលហ្នឹងគាត់ភ័យហ៎បងប្អូនគាត់ទេប្រាប់បងប្អូនថាគាត់ជួបខ្មោចបងថាអីមហោគាត់ដល់បន្ទប់ដល់អីចឹងទៅហើយគាត់តណាលថាពីមុនពេលវាមិនតាន់ស្លាប់វាស្រឡាញ់បងណាវាអាសាមកលេងវាអាសាអីចេះចោះចឹងណាបងប្អូនបាទនឹងគឺជាអ្វីដែលបងមិនបានជួបហើយបន្ទាប់ពីហ្នឹងមកបងប្អូនគាត់ថាឪពុកម្ដាយគាត់ជួបម្ដងគាត់ថាអញ្ចេះគាត់ថានៅក្នុងផ្ទះរបស់គាត់គឺខ្សែភ្លើងរត់នៅចំហៀងផ្ទះតែជាក់ស្ដែងនៅនឹងបាតការ៉ូផ្ទះតែគាត់ថាថ្មបាទជាស្រ័យបងប្អូនអត់ដឹងមិនទេដូចឈឺកដល់ហើយប្រហែលជាចង់ផ្ដាសាយមកទៅត្រូវទឹកភ្លៀងមកចូល2ដង3ដងអីបាទតោះឥឡូវយើងតទៀតឲ្យឆាប់ចប់មករឿងហ្នឹងកុំឲ្យយូរពេកបាទគាត់ថាឪពុកគាត់យល់សពឃើញប្អូនប្រុសគាត់ម្ដាយគាត់ក៏យល់សពឃើញប្អូនប្រុសគាត់ក្នុងពេលតែមួយយល់សពថាប្អូនប្រុសគាត់នឹងវានៅពីមុខផ្ទះបាទវានឹងអង្គុយពីមុខផ្ទះតែមិនអង្គុយលើដីលើអីទេគាត់ថានៅមុខផ្ទះគាត់មានប៉ាណូមួយមានផ្លាកប៉ាណូមួយខ្ពស់ជាងទៅគាត់ថាឃើញកូនប្រុសរបស់គាត់ហ្នឹងទៅអង្គុយនៅលើប៉ាណូមួយហ្នឹងទៅអង្គុយនៅលើផ្លាកប៉ាណូហ្នឹងហើយអង្គុយកាហេតចောင်းហោងនៅលើនងម្នាក់ឯងចឹងទៅហើយថាភ្លៀងមកត្រូវខ្យល់មកត្រូវលងាថាពិបាកណាស់លងាណាស់ហើយចូលផ្ទះអត់រួចគេអត់ឲ្យចូលផ្ទះបាទហ្នឹងជាអ្វីដែលគាត់ឃើញបាទដល់តែប៉ាគាត់ឃើញអញ្ចឹងប៉ាគាត់មានវត្ថុមិនល្អប៉ាគាត់ក៏ចេញមកក្រៅផឹកទឹកផឹកអីដើរចុះដើរឡើងតិចទៅចេញពីបន្ទប់មកបន្ទប់ប៉ារបស់ម៉ាក់របស់គាត់នៅជាន់ក្រោមនឹងតែម្ដងដល់ទៅពេលចេញមកខាងក្រៅគាត់ថាគាត់ដើរចុះដើរឡើងទៅស្រាប់តែមានអីចម្លែកបងប្អូនគាត់ថាការ៉ូផ្ទះវាក្តៅខុសពីធម្មតាគាត់ថាការ៉ូផ្ទះវាក្តៅខុសពីធម្មតាដល់តែអញ្ចឹងទៅគាត់ដើរមើលការ៉ូផ្សេងគឺអត់អាផ្សេងអត់ក្តៅទេក្តៅតែអាពីរដែលនៅទល់មុខកន្លែងហឹងរបស់ប្អូនប្រុសគាត់ទេព្រោះពេលដែលប្អូនប្រុសគាត់ស្លាប់ម្ដាយគាត់ធ្វើហឹងទូចមួយដើម្បីដាក់រូបថតកំប៉ុងជើងធូបហើយនឹងដាក់ទឹកហើយក៏ដូចមានដាក់សំណែនដាក់ពេដាក់សំណែនអីដែរអញ្ចឹងណាបាទដាក់សំណែនឲ្យប្អូនគាត់របៀបថាប្អូនគាត់ចូលចិត្តផឹកកូកាចូលចិត្តស៊ីនំស៊ីអីចឹងទៅបាទដល់តែបន្ទាប់មកបងប្អូនពេលហ្នឹងពួកគាត់ថាក្តៅការ៉ូហ្នឹង2ការ៉ូហ្នឹងក្តៅខ្លាំងហើយមានអីមិនស្រួលហើយអញ្ចឹងក៏ប្រកបឲ្យប្រពន្ធគាត់ធ្វើជាម្ដាយប្អូនថាម្ដាយបងធីហ្នឹងទៅឲ្យធូបនៅកន្លែងហឹងរបស់ប្អូនដែលបានចែកឋានហ្នឹងគ្រាន់តែម្ដាយគាត់ទៅឲ្យធូបហើយចាក់គាត់កោះកូកាមកកំប៉ុងផែចាក់ដាក់កែវដាក់តកអីចឹងទៅបាទហើយយកនំយកអីមកដាក់ឲ្យតិចទៅអុជធូបនិយាយម៉ាត់2ម៉ាត់ចឹងទៅណាបាទអុជធូបមកតាសៃទេអត់ស្ពះទេព្រោះម្ដាយហើយគាត់អុជធូបឲ្យហើយចឹងទៅគាត់ថាកូនអើយកូនឯងកុំមកធ្វើអីប្រដេប្រដាស់នៅក្នុងផ្ទះយើងកូនផ្ទះយើងចេះចោះចឹងទៅនិយាយពីវាម៉ាត់ចឹងទៅក៏អាការ៉ូដែលឪពុកគាត់ថាក្តៅខ្លាំងហ្នឹងក៏វាទៅជាត្រជាក់វិញណែបងប្អូនគ្រាន់តែអុជធូបហើយទៅវាត្រជាក់ការ៉ូហ្នឹងវិញណាចឹងវាដូចជារឿងអភិនិហាដែរណាបងប្អូនបាទជាស្រ័យដែរបងប្អូនម៉ោងឥឡូវនេះម៉ោង10:51នាទីហើយវាចិត្តដល់ម៉ោង11ចិត្តដល់កណ្ដាលយប់ហើយតែឲ្យហៅថាកណ្ដាលយប់ហើយម៉ោងប៉ុណ្ណឹងបងប្អូនខ្ញុំនិយាយត្រង់ទៅក៏រៀងរងុយដែរប៉ុន្តែនៅតស៊ូទ្រាំដំណើរនីតិជូនបងប្អូនស្ដាប់ឲ្យចប់អញ្ចឹងណាបងប្អូនអត់ចង់ទុកតភាគទៅដល់ស្អែកបាទតភាគចុះតភាគឡើងវាពិបាកដែរអញ្ចឹងណាបាទអូខេឥឡូវតទៅទៀតនៅពេលបន្ទាប់មកបងប្អូន
គ្រាន់តែឲ្យធូរហើយដាក់កោការដាក់ឲ្យនៅលើហឹងបងអូនប្រុសគាត់ចឹងទៅក៏វាត្រជាក់មកវិញអាក្រូហ្នឹងណាបាទហើយក៏លែងអីទាំងបំបែកគ្នាទៅគេងទៅអីចឹងទៅណាស្រាប់តែបន្ទាប់មកឪពុកគាត់យល់សពតទៅទៀតឪពុកគាត់ថាឪពុកគាត់យល់សពមួយសារទៀតហ្នឹងថាឃើញប្អូនប្រុសរបស់គាត់ប្រាប់ឪពុកគាត់ថាល្ងាណាប៉ាអើយល្ងាខ្លាំងណាស់ពិបាកណាស់អីចេះចោះចឹងទៅគាត់ថាចង់ទៅនៅចង់រកគេនៅជាមួយថាចង់នៅជាមួយគេជាមួយអីចឹងទៅហើយប៉ាក៏សួរឲ្យចង់នៅជាមួយអ្នកណាគាត់ក៏និយាយថាឲ្យនៅមួយអ្នកណាគេក៏បានដែរអញ្ចឹងណាតបមកក៏ភ្ញាក់បញ្យល់សពនឹងវិញចឹងទៅបានប្រហែលជាស្អែកខាន់ស្អែកស្រាប់តែមានប្អូនចដូនប្អូនគេថាប្អូនទទួលមួយរបស់ឪពុកគាត់តែគាត់ចាស់ណាបងប្អូនតែគាត់នៅអាចមានលទ្ធភាពតែមានកូនមានអីបានគាត់ថាយប់មិញគាត់យល់សពឃើញបងថាហ្នឹងមកជួបគាត់ថាគាត់យល់សពឃើញបងថាហ្នឹងមកជួបគាត់ហើយសុំគាត់នៅជាមួយថាសំពះសុំគាត់ថាមីងអើយសុំនៅជាមួយផងនៅមួយមីងស្រួលមានមីងធ្វើម្ហូបឆ្ងាញ់អីចេះចោះចឹងទៅថានៅជាមួយមីងស្រួលសុំមីងនឹងជាមួយអស់ពីសុំមីងនឹងទៅបញ្យល់សពប្រពន្ធរបស់បងធីទៅបញ្យល់សពប្រពន្ធបងធីនឹងក៏ប្រាប់ថាសុំនៅជាមួយដូចគ្នាថាសុំនៅជាមួយដដែលចឹងទៅហើយមិនត្រឹមតែប៉ុណ្្នឹងទេទៅបញ្យល់សពបងធីទៅទៀតបងធីគាត់ថាគាត់យល់សពខុសគេសើយល់សពមកសុំនៅសុំអីណាប្រពន្ធគាត់ក៏ដូចយមីងដូចអីចឹងណាបាទតែបើជាគាត់យល់សពថាប្អូនប្រុសរបស់គាត់ហ្នឹងមកដេកអោបប្រពន្ធគាត់ដេកអោបខ្វាត់អត់ប្រឡែងបដ ாய் ណាបាទតែប្អូនប្រុសគាត់មកដេកអោបប្រពន្ធគាត់ដល់ទៅពេលអញ្ចឹងគាត់អត់ដេញទៀតគាត់ទាញទ្វាបិទទុកឲ្យប្អូនប្រុសគាត់អោបយ៉ាងទៀតនៅក្នុងយល់សពបាទហើយក៏ប្រាប់ទៅចាស់ថាយល់សពមិនអីម៉ាអញ្ចឹងទៅណាបាទតែប៉ុន្តែបងធីគាត់អត់មានប្រាប់ពីណាទេតែគាត់យល់សពឃើញយ៉ាងម៉េចយ៉ាងម៉ាអញ្ចឹងទៅបានមករយៈពេលខ្លីប្រពន្ធបងធីក៏បាត់រដូវទៅពិនិត្យមើលឃើញមានពពោះមែនបាទទម្ងន់បាត់បាទហើយបន្ទាប់ពីទម្ងន់អញ្ចឹងទៅក៏ទៅរកគេមើលគេអីទៅគេថាអូនដែលចាយឋានទៅនឹងវាមកចាប់កំណើតជាមួយនឹងពោះបងថ្លៃរបស់វាជាមួយនឹងបងប្អូនវាវិញអញ្ចឹងទៅបាទព្រោះថាវាអាយុខ្លីវាស្លាប់អាយុខ្លីអញ្ចឹងវាអស់បនអស់កម្មហើយអញ្ចឹងក៏វាងាយលឿននឹងមកចាប់ជាតិវិញក្នុងពេលដ៏ខ្លីអញ្ចឹងដែរបាទអញ្ចឹងក៏បន្ទាប់ពីនឹងមករយៈក្រោយក៏ប្រពន្ធបងធីកើតបានកូនប្រុសម្នាក់មែនហើយកូនប្រុសម្នាក់ហ្នឹងគឺមានសង្វាគឺមានស្នាមផ្លែដោយប្អូនប្រុសគាត់ដែលចែកឋានអញ្ចឹងនៅកន្លែងថ្ងាសខ្នងខាងក្រោយចិត្តកាប៉េះគូតបាទគឺមានសង្វាហើយមានស្នាមផ្លែច្បាស់ចាស់ដូចគ្នាតែម្ដងបងប្អូនបាទដល់ទៅពេលអញ្ចឹងម្នាក់ជឿឲ្យថាប្អូនគាត់មកចាប់ជាតិមកអីមែនអញ្ចឹងទៅណាបងប្អូនបាទហើយនិយាយទៅវាផ្សាយរឿងវាមានតទៅទៀតបាទវាតទៅវិញឆ្ងាយទៅទៀតក៏ប៉ុន្តែបងធីក៏ថាតែប៉ុណ្្នឹងទៅគាត់ចែកម្លែកតទៀតក៏ពិបាកទប់អារម្មណ៍ដែរព្រោះគាត់ឥឡូវនេះគាត់នៅតែធ្វើចិត្តអត់ទាន់បានទេនៅតែនឹកសំណោះប្អូនគាត់វាស្រស់ពេកអញ្ចឹងណាស្លាប់លើបកងស្លាប់លើដៃរបស់គាត់ទៀតបាទហើយបងប្អូនសាររឿងមួយនឹងសូមបញ្ចប់ត្រឹមប៉ុណ្្នឹងសិនហើយជាមួយខ្ញុំសម្ភាសជាមួយគាត់បើគាត់ចង់ចែកម្លែកតទៀតអានេះខ្ញុំចែកម្លែកតទៀតប៉ុន្តែសាច់រឿងមួយនេះដូចខ្ញុំបញ្ជាក់បងប្អូនហើយវាអត់សូវមានឈុតឡងទេក៏ប៉ុន្តែវាដូចនិយាយពីបទពិសោធន៍ជីវិតមួយរបស់បងធីតែប្អូនប្រុសគាត់ដើរផ្លូវខុសជាងទៅហើយនិយាយទៅវាស្រោចស្រង់វាអត់បានទេបងប្អូនបើចំនួនគ្រួសារប្តីប្រពន្ធអីយើងបែកគ្នាចឹងទៅក៏នៅរស់ចឹងយើងអាចមានឱកាសជួបជុំគ្នាវិញនឹងថ្ងៃណាមួយបើសិនជាយើងមានចំណងជាកូនជាអីចឹងណាតែបើសិនជាយើងអត់មានទេអានឹងតែបែកហើយបងប្អូនព្រោះខ្ញុំទៅនិយាយវែងឆ្ងាយទៅដល់រឿងគ្រួសារណាណៃទៀតណាបងប្អូនណាតែមិននិយាយពាក់ព័ន្ធនឹងថាប្រពន្ធគាត់មានទងន់ហើយប្អូនគាត់មកចាប់ជាតិវិញចឹងទៅដល់ពេលប្អូនគាត់កើតមកក៏គេស្រឡាញ់ថ្នាក់ថ្នមបីបាច់អីចឹងណាព្រោះគេនៅគេគិតគេជឿថាជាកូនជាប្អូនជាក្មួយអីចឹងទៅបាទចឹងសាច់រឿងសូមបញ្ចប់ត្រឹមប៉ុណ្្នឹងដូចខ្ញុំនិយាយចឹងបើខ្ញុំខុសឆ្គងកន្លែងណាមួយជាពិសេសកន្លែងផឹកទឹកបងប្អូន
màរឿងនេះផឹកទឹកចូល5 ដងហើយមកពីឈឺកកអត់ផឹកអត់កើតបងប្អូនបើសិនជាអត់ផឹកគឺក្អកព្រោះដាក់កាមេរ៉ាភូខូចឹងបណ្ដោយបាទទប់អត់ជាប់ទេព្រោះវាស្អកខ្លាំងវាឈឺខ្លាំងហើយបាទចឹងបើសិនជាបងប្អូនបានស្ដាប់រឿងនេះចប់បងប្អូនកុំភ្លេចជួយ like ជួយ subscribe ជួយជាវដាក់សញ្ញាកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដើម្បីជាទឹកចិត្តមួយដើម្បីបន្តធ្វើសាច់រឿងជូនបងប្អូនស្ដាប់នៅថ្ងៃខាងមុខតទៅទៀតបងប្អូនណាចឹងកុំស្ដាប់ហើយចោលបងប្អូនស្ដាប់ហើយ subscribe ស្ដាប់ហើយជាវឲ្យខ្ញុំម្នាក់មួយផងបាទដើម្បីឲ្យ channel របស់ខ្ញុំនេះដំណើរនីតិ2នេះឆាប់គ្រប់គោលការណ៍ 1000 subscriber បងប្អូនបាទជួយម្នាក់មួយដៃមួយជើងមកបងប្អូនម្នាក់បន្តិចម្នាក់ទួចមកបាទកុំចូលស្ដាប់ហើយទុកចោលណាស្ដាប់ហើយ subscribe ឲ្យខ្ញុំផងបាទអូខេចាំមានតែប៉ុណ្្នឹងខ្ញុំបាទក៏សូមអរគុណសូមជម្រាបលាហើយសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយៗទៀតបងប្អូនអរគុណច្រើនបាយបាយ